ពុកម៉ែបងប្អូនកំពុងតែចេញរោគសញ្ញាដូចជាឡើងកទួលឡើងលំមាស់ឡើងពងបែកនៅតំបន់ប្រភេទរបស់យើងហ្នឹងណាហើយសម្រាប់បញ្ហាជំងឺនេះគឺពាក់ព័ន្ធជាមួយបញ្ហាជំងឺកាមរោគប្រមេះទឹកបាយស្វាយក្រាបសម្រាប់បញ្ហានៃជំងឺហ្នឹងក៏ធ្វើទុកដល់តម្រងនោមមកឈួលមកក្តៅអាសាលីងចកេះឈឺចកេះបងខ្លះទុកយូរធ្វើទុកខ្លាំងរហូតដល់នោមមកមានខ្ទុះមានឈាមបងសម្រាប់បញ្ហាជំងឺនេះបងមកសាកប្រើជាមួយថ្នាំបងប្អូនបានថ្នាំបងប្អូននេះសំដល់លោកតារស់សរនថ្នាំនេះគឺផ្ដោតទៅលើបញ្ហាជំងឺកាមរោគប្រមេះទឹកបាយស្វាយក្រាបបងមានបញ្ហានោមមកមានខ្ទុះមានឈាមអាសាឡើងកទួលលំមាស់ឬក៏មានបញ្ហាប្រេះចង្លឹងពាក់ព័ន្ធជាមួយបញ្ហាផ្សិតឬក៏សិមាន់ក៏ហូបបាត់ហូបជាដែរចំពោះថ្នាំនេះបងប្រើមួយដងមួយហូបចាប់ពី3ថ្ងៃទៅ5ថ្ងៃគឺបងដឹងធូរដឹងអន់ហើយសំខាន់គឺជាដាច់អាសារើឡើងមកវិញឯងហើយសម្រាប់ថ្នាំនេះហូបបានទាំងបរិសុទ្ធនិងស្ត្រីបងស្ត្រីដែលគាត់មានបញ្ហាធ្លាក់សអាលៀកទ្វារមាសធ្វើទុកដៃស្បូនឬក៏មានបញ្ហាផ្សិតឬក៏សិមាន់បងហូបបាត់ហូបជាដូចគ្នាធ្វើទុកដល់តម្រងនោមញឹកនោមក្តៅក៏ពិសាជាដែរសម្រាប់ថ្នាំនេះហូបបានទាំងបរិសុទ្ធនិងស្ត្រីហើយសម្រាប់បងដែលមានបញ្ហាជំងឺឆ្លងអាចតាក់ទងជាវជាមួយថ្នាំរបស់លោកតាយកទៅប្រើប្រាស់បានចា៎